ខ្ញុំប្រកាសណាខ្ញុំបាទសូមកាត់ថ្វាយបង្គំព្រះនុតិរានុតិរៈគ្រប់ព្រះអង្គសូមគោរពពុទ្ធនិមកជនដែលជាអ្នកគោរពស្រឡាញ់ព្រះពុទ្ធសាសនាដោយសេចក្តីគោរពថ្ងៃនេះខ្ញុំប្រកាសណាខ្ញុំបាទនឹងបញ្យល់ពាក្យបច្ចេកសព្ទមួយចំនួនដើម្បីចែកជូនស្ដាប់ពាក្យបច្ចេកសព្ទទាំងនោះដូចជាពាក្យថាវិបដិសារីឬក៏វិបដិសារពន្ធឬក៏ថាវិបដិសារពន្ធៈអានឹងជាភាសាបាលីណាបាទពាក្យនោះតែមួយទេប៉ុន្តែគាត់ថាពាក្យខ្មែរយើងហៅវិបដិសារីប៉ុន្តែបើដូចបូកនឹងពន្ធៈទៅវាទៅជាបដិសារពន្ធណាហ្នឹងពាក្យខ្មែរប្រែមកថាសេចក្តីស្ដាយក្រោយដែលវាមានតំណែងតំណងគ្នាឬក៏មានពាក់ព័ន្ធនឹងគ្នាសេចក្តីស្ដាយក្រោយណាដែលវាមានតំណែងតំណងគ្នាតំណែងតំណងហ្នឹងគឺពន្ធៈហ្នឹងហើយបាទអញ្ចឹងពាក្យវិបដិសារីឬក៏បដិសារវិបដិសារពន្ធៈហ្នឹងមិនជាពាក្យបាលីណាផ្សំមកពីពាក្យថាវិជាពុព្វបទហ្នឹងបដិសេធហើយបូកនឹងបដិបូកនឹងសារៈបូកនឹងពន្ធៈបានទៅជាពាក្យវិបដិសារពន្ធៈហើយខ្មែរយើងហៅថាវិបដិសារពន្ធវិបដិសារពន្ធប្រែមកថាសេចក្តីសោកស្ដាយដែលមានតំណែងតំណងពីមុនមកអញ្ចឹងហើយពាក្យមួយទៀតនោះគឺពាក្យមាយាហើយពាក្យមួយទៀតនោះគឺពាក្យមេរយាទមាយានេះជាពាក្យបាលីសំស្ក្រឹតដែរខ្ល้ายពីបាលីសំស្ក្រឹតដែរប្រែមកថាល្បិចកិច្ចកលឬក៏លក្ខពុទ្ធបុត្រនឹងមាយាហើយពាក្យមួយទៀតនោះពាក្យមេរយាទហ្នឹងក៏คล้ายពីបាលីសំស្ក្រឹតមកដែរប្រែមកថាខេត្តខណ្ឌដែនឬការកំណត់ឬក៏អាចារៈសេចក្តីប្រកបដោយអរិយាបថផ្សេងហ្នឹងក៏ហៅថាមេរយាទដែរអញ្ចឹងពាក្យទាំង3ហ្នឹងមានតំណែងតំណងគ្នាបានជាខ្ញុំប្រកាសអនុបត្តិលើកឡើងបញ្យល់នៅក្នុងពេលនេះពាក្យទី1ដែលហៅថាវិបដិសារពន្ធប្រែមកថាសេចក្តីស្ដាយក្រោយដែលមានតំណែងតំណងពីមុនមកហ្នឹងគេហៅថាវិបដិសារីវិបដិសារីនេះបើអ្នកដែលរក្សាសិលណាដែលមានវិបដិសារីកើតឡើងហ្នឹងកន្លងមកហ្នឹងសិលហ្នឹងគឺមិនបរិសុទ្ធទេសិលហ្នឹងមិនអាចនឹងឈានទៅរកភាពបរិសុទ្ធបានទេប៉ុន្តែសួរថាតើវិបដិសារីហ្នឹងវាកើតឡើងដូចម្ដេចខ្លះវិបដិសារីដែលវាកើតឡើងហ្នឹងគឺអ្វីដែលយើងមិនបានធ្វើបានបំពេញឲ្យបានត្រឹមត្រូវទៅតាមក្បួនខ្នាតទៅតាមកិច្ចដែលត្រូវធ្វើទំនងដែលបានត្រូវធ្វើឬក៏ទំនៀមទម្លាប់ដែលត្រូវធ្វើឬក៏ច្បាប់ដែលត្រូវធ្វើដែលត្រូវអនុវត្តណា
dương mình ban thưa ở miền hiếp mặt chất anh nó việc cá lớn nơi bị vấn đề xa đây chỉ vì thế nè đại được xa sân mình ban sầm ạt sân bọc luôn á ở bò để sọt đó người miền bị vấn đề xa đây người sớ ta miền bị vấn đề xa đây hói từ chỉ xây lại bị sập thị mình bàn tê bị vấn đề xa đây nâng chẳng thấy thưa mấy cầm hỏi miền bị vấn đề xa đây vì vấn đề xa đây nó bị miền cao chấm phu nè sal của miền chấm phu samadhi của miền chấm phu vipassana của miền vì vấn đề xa đấy mình cao tại chấm phu sal mũi đấy chấm phu samadhi của miền chấm phu vipassana của miềnហើយការសិក្សាពុទ្ធសាសនាហ្នឹងក៏មានវិបដិសារីដែរគឺការសិក្សាមិនបានត្រឹមត្រូវជាពិសេសនោះគឺការសម្ដែងធម៌ហ្នឹងគឺមិនយកព្រះបាលីមកសម្ដែងហើយប្រែសេចក្តីឲ្យគេស្ដាប់ទៅតាមអត្ថទៅតាមព្រះបាលីនឹងទេហើយយកពាក្យបាលីមកឃ្លាមួយម៉ាត់ហ្នឹងមកប្រែសេចក្តីហើយធ្វើការរង្គីសេចក្តីដល់រង្គីសេចក្តីនោះវាបញ្ចូលគំនិតរបស់ខ្លួនចេញចូលទៅធ្វើឲ្យធម៌ហ្នឹងមិនបរិសុទ្ធមិនត្រឹមត្រូវវាកើតទៅជាវិបដិសារីអាត្មាអញសំដែងហ្នឹងតើត្រូវតាមអត្ថទេណាជាពុទ្ធវចនៈមិនដែរទេពាក្យដែលអាត្មាអញនិយាយហ្នឹងឬក៏វាក្រៅពុទ្ធវចនៈទេណែអាហ្នឹងមានវិបដិសារីកើតឡើងវិបដិសារីហ្នឹងគឺធំធេងណាវិបដិសារីដែលយកពុទ្ធដីកាយកមកធ្វើជាការរកេសេចក្តីតាមកំណត់ខ្លួនឯងយល់ណាគឺថាមានវិបដិសារីមានវិបដិសារីធ្ងន់ធ្ងរណាស់ហើយបើរក្សាសិលហ្នឹងមិនបរិសុទ្ធទេมันអាចទៅជាសីលវិសុទ្ធិបានទេអញ្ចឹងហើយការធ្វើបុណ្យទានអីជាដើមអញ្ចឹងវេកឋិនឬក៏លោកចូលចាំប្រវត្តិសាឬក៏ប្រសង់លោកធ្វើចាត់តុតកម្មវិចាបំពោះកលបុត្រអីជាដើមណាអាហ្នឹងគឺថាត្រូវតែប្រកបទៅដោយព្រះបាលីហ្នឹងมันអាចសូត្រសម្រាយបានទេអញ្ចឹងហើយកាលណាសូត្រសម្រាយទៅវាមានវិបដិសារីកើតឡើងមិនត្រឹមត្រូវទៅតាមច្បាប់ក្បួនដែលព្រះអង្គទ្រង់បានត្រាស់សម្ដែងទុកនោះអញ្ចឹងណាអាហ្នឹងវិបដិសារីធំណាស់បកលបុត្រវិញជាអ្នកបួសវិញវាទៅជាបួសមិនឡើងមិនបួសមិនឡើងទៅជាភិក្ខុណាព្រោះអនុសារណៈវិបត្តិញត្តិក៏វិបត្តិគណៈក៏វិបត្តិបួសមិនឡើងទៅជាភិក្ខុទេនេះមានវិបដិសារីអញ្ចឹងគណៈបួសមិនឡើងទៅជាភិក្ខុហើយអត់មានជាសង្ឃអត់មានទៅជាសង្ឃកើតទេអត់ទៅជាសមាធិសង្ឃកើតទេហើយបើអត់ទៅជាសមាធិសង្ឃកើតទេបដិបត្តិនៅក្នុងពុទ្ធសាសនាហ្នឹងជាអាបត្តិតូចអាបត្តិធំអីដូចជាមិនមាននិយាយចំពោះលោកដែលបួសមិនឡើងទៅជាភិក្ខុហើយត្រូវអាបត្តិហ្នឹងមិនមាននិយាយដូចជាថានៅក្រៅដូចជានៅក្រៅអាបត្តិហ្នឹងទៅទៀតអញ្ចឹងមិនហ៊ាននិយាយថាយ៉ាងម៉េចដែរនេះអញ្ចឹងអ្នកវិបដិសារីមានអញ្ចឹងចឹងហើយបានជាការសម្ដែងនៅបឋមវិសេសទេសនាហ្នឹងអ្នកដើម្បីឲ្យត្រឹមត្រូវតាមពុទ្ធវចនៈហ្នឹងក៏បីយកបត្រៃបេដកហ្នឹងមកអានហើយប្រែសេចក្តីនៅក្នុងសេចក្តីហ្នឹងយ៉ាងម៉េចពុទ្ធបរិស័ទនឹងស្ដាប់ទៅទទួលបានយ៉ាងម៉េចអាហ្នឹងតាមបញ្ញារបស់ពុទ្ធបរិស័ទដែរយើងមិនត្រូវបង្ខំឲ្យគាត់យល់ទៅតាមគំនិតយើងយល់ទេទោះបីជាថាយើងយល់ត្រូវក៏ដោយក៏មិនត្រូវបង្ខំឲ្យគេយល់ទៅតាមគំនិតដែលយើងយល់ដែរព្រោះវាខុសខ្លួនយើងណា
ขอบคุณยืนของสองแต่ท้าเธออัดพระพุทธวจนะนั้นเอาเวียนนี่ดอลทิ้นเอาตัวไอมันแม่นอัดมันแม่นพอบอกเป็นสมาสัมพุทธเป็นสะทอมนั่งเวียนนี่ได้เนี่ยได้สำได้นึงเวียนนี่ตัวไอเวียนนี่จะอัดเวียนนอมเลยเอาเวียนนี่จะกาดังปิดประกอบแต่ตามอัดระบบท้อนđại xã dương tầm lia dầu cái sao sầm lại nó từ tầm lia bộ phật và chả nã tới mà hỏi cái tệ nó cứ canh dốt chia cái tệ thọ mình có rút được nông quân và đặt đặt tráiคือคนประพุทธประทอประสองมันคือพ่อมันกรุบป้าปอดทอมากรุบให้เบอร์มันเมียนทอมมากรุบให้พุทธกรุบนั้นก็มันเมียนสังฆกรุบนั้นก็มันเมียนพวกมันกรุบท้อนะพวกกระท้อนั้นเจ๊พ่อระบอกไปสมาสักคนจะให้มาเพียงประกาศนาจำบาดนั้นนอมอ่านประไตรปิฎกนั้นใจจุนสลับให้ศักษาอยู่แต่ตามนั่งตึงปัญญายืนแจกดังปัญหายืนอยู่ปัญหาตึงให้มันหินมันยุลมันหินบอกสายมันไทยไอ้ติดเรื่องนั่นเองให้เบอร์มินขังกราวนั่นอัตถกถาประโยชน์ยังไม่ก็ปลายสิ่งใดนั่งตามอัตถกถาประโยชน์แต่หัวอัตถกถาเชียร์ได้การระมัดระหันประเดี๋ยวสัมปติเมียนั่นคือท่ารูปชีพปีวิญญาณหนักหนึ่งฉันรูปอายเบอร์เชียอัตถกถาบานในการอัตถคอมเมนต์รีนะรูปก็คือซับคอมเมนต์รีรูปก็ซับคอมเมนต์รีแต่ตามได้ลูกยูลtừ nông muแบบอะไรได้หอยไข่từ tám bây giờ còn anh đang chẳng đây là trong này chứ đây chỉ là sắc xa còn một vài chả nã nó cứ từ sắc xa phải sao mà lấy chẳng hết bàn thì trong nó hiền lượng dọc tiệm mùi nó mọc bị yull là mình yull ấy bị yull nó cứ gì tiệm phải chạy cả sắp để chỉ tiệm mai hay thế bàn hiền bị yull nó bẩn này chỉ tiệm mà lấy mà nó có là riêng thì sao mà lấy hai dùng prai sẽ cái này được chỉ cả prai luôn phải vô để chỉ làm chắc nữa nâng mình chỉ có cố nếu bị phụ dương riêng và lấy hay dùng prai lắc ra bây ở vô này sẽ cái này mà lấy là phần năng hay riêng và lấy nó đôi chỉ riêng của Phật giáo na vậy riêng và lấy nó từ riêng của Phật giáo na nó tận đó và riêng phải bạn để giải để thò nó tận rồi để thà lục sắm tay thòเทศนาโยกิธาหมดเคลียร์หมดบอกสิกได้มองผลจุลไอ้นั้นมันจำเลยมันจำจิตปริยัติเลยมันจำจิตการศึกษาพระพุทธวจนะเลยพี่ปูพี่จิตสะท้อนมาปฏิรูปมันจังมันแมนเลยมันแมนจิตการศึกษาพระพุทธวจนะจำนวนได้นะแต่การศึกษาวิทยากรบาลีนั้นคือมันแมนศึกษาสังเกตตามกระจายกระจายยานูรูปสัตถิไอตามแบบสังเกตเต้คือเรียนปึษดานั่นคือเรียนตันติงแต่หมดโดยเฉพาะรูปสัตถินั่นคือเรียนตันติงหมดเรียนตันติงรูปสัตถินั่นคือเรียนตันติงหมดมันไม่เรียนไปเยียบก็แบบโหลดไปโยกหรือก็ใส่เต้คือถ้าเรียนตันติงรูปสัตถินั่นแต่ว่าเจนนาศาสนาที่กรรมสะการะโกสละมูลกตาตังสัพเปตับปอนติไอเฉดามchứngติงอย่างมั้งติงจ็อบจากอ่านบรรลัยtới vôสิกระไดแต่ว่าแปลบานvôสิกระไดแต่ว่านั่นอัดจำบัดเรียนในวิทยากรสังเกตไอ้เด้เรียนวิทยากรสังเกตนี่ตัวแต่เรียนแปลเด้ตัวแต่เรียนในcái hay thà bầm bài sập hay điền cùng sập hay điền prai điền lột phải dùng cái tiết bàn từ prai cầm bì bàn và nó bị đai mất thì mình điền trắng rồi phải sát thị nó cái kỳ điền tận tình chẳng là món cái chai nặng chai núi nó có điền tận tình đây về để điền tận tình hết mà mưa bà lấy nó vô là mà mưa bà lấy nó vô xịt cái đấy cho nó vô xịt ấy đăng cho bạn
ពីព្រោះរូបសិទ្ធិនេះជាវិយាករណ៍ណាជាវិយាករណ៍ណាដែលរៀបរៀងតាមលំនាំនៃវិយាករណ៍សំស្ក្រឹតប៉ុន្តែច្បាស់លាស់ជាងវិយាករណ៍សំស្ក្រឹតប៉ាណេនីហ្នឹងគាត់អ្នករៀបរៀងវិយាករណ៍សំស្ក្រឹតហើយរៀនទន្ទិញអញ្ចឹងទន្ទិញអញ្ចឹងទៅចេះវិយាករណ៍សំស្ក្រឹតទៅអញ្ចឹងហើយដល់អញ្ចឹងទៅអ្នកប្រាជ្ញបាលីយើងពីដើមហ្នឹងគេថាលោកមើលតាមប៉ាណេនីដែលលោករៀបរៀងហ្នឹងលោកក៏រៀបរៀងវិយាករណ៍បែបបាលីនិយាយក៏បាលីហ្នឹងរូបសិទ្ធិហ្នឹងរូបសិទ្ធិហ្នឹងលោករៀបរៀងទៅឲ្យទន្ទិញដូចសំស្ក្រឹតទន្ទិញហើយទៅមើលគម្ពីរយល់ហ្មងទៅមើលគម្ពីរចេះហ្មងអ្នកគេរៀនចាំហើយដល់យើងក្រោយមកទៀតហ្នឹងយើងរៀនរបៀបសង្ខេបដូចកញ្ចយណៈអីហ្នឹងសម្រាប់ព្រះសង្ឃរាជជួនណាត់ព្រះអង្គធ្វើសេចក្តីសង្ខេបកញ្ចយណៈពាក្យ1ពាក្យ2ណាដល់រៀនសង្ខេបអញ្ចឹងទៅវាត្រូវរៀនច្រើនយ៉ាងណារៀនតែងប្រយោគរៀនវិយាករណ៍សម្ព័ន្ធប្រយោគអីជាដើមអញ្ចឹងយូរទៅងំបានទៅចេះប្រែគម្ពីរហ្នឹងយូរហើយមិនជំនាញមិនស្ទាត់ទៅទៀតបាទមិនស្ទាត់ដូចដែលគេរៀនពីមុនមកទេបាទចឹងហើយនេះគឺរបៀបរៀនបរិយ័តហើយដល់ពេលយើងប្រែមកឃ្លាយកមកបញ្យលនៃសេចក្តីហ្នឹងអាហ្នឹងមិនចំជារៀនបរិយ័តធម៌ទេពីព្រោះការដែលយល់ហ្នឹងគឺយើងយល់តាមអាចារ្យបញ្យលកំណត់របស់អាចារ្យបញ្យលយ៉ាងហើយវាប្រឆាចពីវិយាករណៈវិយាករណ៍ព្រោះនៅក្នុងពុទ្ធវចនៈហ្នឹងមានវិយាករណ៍បែបអក្សរសាស្ត្រវិយាករណ៍បែបអក្សរសិល្ប៍បានជានៅក្នុងវិយាករណ៍ហ្នឹងនៅក្នុងវិយាករណៈហ្នឹងមានតាំងពីការបញ្យលតាមបែបអក្សរសិល្ប៍ណាក៏មានតាមបែបវិយាករណ៍ដែលយើងបង្រៀនជាវិយាករណៈនោះក៏មានចឹងហើយបានជានៅក្នុងសេចក្តីប្រែរបស់បត្រៃបិដកនោះមានលក្ខណៈជាអក្សរសិល្ប៍អក្សរសាស្ត្រនិគិតសាស្ត្រនិរុទ្ធសាស្ត្រនៃបត្រៃបិដកខ្មែរប៉ុន្តែដល់អក្សរសិល្ប៍របស់បាលីបត្រៃបិដកបាលីហ្នឹងក៏មានលក្ខណៈយ៉ាងដែរក៏មានរបៀបអក្សរសាស្ត្រនិគិតសាស្ត្រនិរុទ្ធសាស្ត្របែបបាលីយ៉ាងដែរមានដូចគ្នាចឹងតែដែលខ្ញុំប្រកាសណាខ្ញុំបាទពយល់នោះគាត់ណាពយល់ទៅតាមនៃបត្រៃបិដកខ្មែរហើយពាក្យបច្ចេកសព្ទហ្នឹងคล้ายពីបាលីមកជាភាសាខ្មែរហើយទេដែលហ៊ានបញ្យល់ហ្នឹងប៉ុន្តែមិនហ៊ានឲ្យកាន់យកសេចក្តីទាំងស្រុងទេឲ្យលោកទៅសិក្សានៅក្នុងបត្រៃបិដកទៀតដើម្បីឲ្យជាក់ច្បាស់ទៅខ្លួនឯងបាទមួយទៀតនោះពាក្យថាមាយាហ្នឹងគឺគេហៅថាការលាក់ពុតមាយាហ្នឹងប្រែមកថាលាក់ពុតឬក៏របិចឬក៏កិច្ចកលដែលវាកើតមកពីចិត្តដែលវាមានមាយានោះចិត្តហ្នឹងមានមាយាហើយវាធ្វើឲ្យកាយហ្នឹងវាបញ្ចេញទៅរឹកពីមាយាហ្នឹងកើតឡើងបាទចឹងហើយអ្នកដែលមានមាយាណាល្បិចកិច្ចកលមានអ្នកអីជាដើមហ្នឹងវាចូលទៅក្នុងមាយាហ្នឹងហើយមាយាហ្នឹងគឺជាអសប្បុរសធម៌ណាដែលវាមាននៅក្នុងបុគ្គលណាធម៌មាយាហ្នឹងណាដែលមាននៅក្នុងបុគ្គលណាបុគ្គលនោះជាអសប្បុរសហើយបើសិនជាមាយានឹងវាខ្លាំងកិច្ចកលវាខ្លាំងវាទៅជាអសប្បុរសក្រៃលែងជាងអសប្បុរសទៅទៀតអញ្ចឹងដូចថាតាំងខ្លួនថាជាអ្នកបដិបត្តិធម៌អាជាអ្នកឃើញនៅធម៌ជាអ្នកបាននៅធម៌មានតែអាត្មាអញទេដែលជាអ្នកបាន
nơi thô hỏi sầm đai rất bia mì dê đầm bay ở cái châu từ bồ chia từ thoại bằng cung nắng nắng chị sắp bỏ đó là cài lên cho lục sẽ đáp đó nữa được không sập rồi sẽ sốt ấy được không bay đỏ mai cho mạng cài opere panasaka sát tạm một hiện bay đỏ ba tim một phay cùng muối chặt đi tầm po tì pi rồi mà phay mùi pi làm tới từ giấy ông pi sập đó nâng sập đó nâng chẳng nhắc để miên cách con mì dê nó không nắng lướt đầm can luôn ảnh sầm đây nơi mì dê đầm bay ở cái bộ chia đầm bay ở cái xã đó nâng cái hai thá chị sập đó cài lên chiếc sập đó thì dọc thò dọc nó một thưa chỉ cách coi mì dê đầm bay bàn liếp đầm bay bàn du bàn sakara cả có lúc bố chia bị nhận được tình với sùng co thật luôn ấy chỉ nè và để bắt tho bị đây chỉ nè nè bắt để bắt chọc chun chỉ nè bắt để bắt mặt chặt nó hay kia nó khi mình chọc chun kia nó mình mặt chặt đòi nhiều tiền với lẹ cút thôi chỉ trăm trâu thôi chỉ nâm nuôn thôi chỉ rùng tum vẫn hàng nóng trời cá liệp vô sa sập ní chế sập vào đó cái đấy chiên sập vào đó được tiền nắng tiện thá mì dê đẹp cốt hay mùi tiết nó cứ mì để giết nó cứ tầm tay từ lư khai khăn đàn xây ma ấy chừng chạy đàn tới vẫn á bởi chấm pua mà nụ với nó cứ sập đáy từ lư achara nó cứ cà vào bít đỏ cà vào bít rập bấy cái hai thá miền mì diệt vẫn đó là về vào bít mình đỏ và bít mình rập bấy cái hai thá hot miền diệt nắng được chạy tôn từ nắng sẽ là thua sẵn cung và rước vào sẽ là thua sạc sẵn này sẽ là thua sẵn cúng cứ chỉ sẽ là thua muối đã rồi cài láng tam tầm ná rồi bọc phòng một chiếc tôi chỉ mà nút cài máu đằng quân miệt đà bể đà vậy miệt đà bể đá nó cứ chính châm bọt thịt đa ở bàn là o ở tới chỉ cô rọt là o và bây ấy nó sách tay chỉ sẽ là thua đá cả đáng trăm tầm ná rồi bọc phòng một chiếc nhất miệt đa bể đá để miền quân khăn chấm pua bọt thịt đá nó lời trắng đá chính châm bọt thịt đa đời là o rồi đây này nom hỏi bọt thịt đá nó bàn riêng sâu ở khai tới chỉ cô rọt là ó nữa miệt đá nó cứ chỉ nhận miên quân bổng hot rồi một bọt thịt đá nhắn á chẳng thấy bán chỉ sẽ là thốn cài lái 8 ở về này nè 8 ở về này 8 tầm điểm tầm lọc tránh tôn trọc sầy đúng không trời tay chỉnh châm bay bạch là xa miệt đá nơi phê đã có trả chữa địa tay á tới to cun hoặc là đói và cả dạng này nó cứ chỉ cá miền sẵn là thô tam tầm ná không phải chỉ hay sao là thô mới chết nó cứ chỉ cá của rụng ta cố điểm cho bỏ để ăn bị miệt đà bể đà tới vì miến ta cố điểm cho bỏ chẳng thấy từ từ của rụng nơi ta cố điểm cho bỏ hay ta cố điểm cho bỏ để miên cun bóng nạch khăn chấm pua
បងប្អូនប្រុសស្រីហ្នឹងគឺដោយត្រង់ដែលថាជួយមើលរក្សាបីបាច់ដោះស្រាយអីសពបែបយ៉ាងហ្នឹងគឺមានគុណធំធេងណាស់ដូចជាមេដាបេដាអញ្ចឹងដែរបានជាលោកឲ្យគោរពគុណមេដាបេដានិងគោរពត្រកូលរៀមច្បងណាហ្នឹងទៅតាមញាតិដែលយើងទៅរាប់តាមលំដាប់អញ្ចឹងមកចឹងហើយពាក្យថាមេរយាទហ្នឹងវាតាក់ទងទៅនឹងភាពត្រឹមត្រូវអាចារ្យដែលប្រព្រឹត្តនឹងត្រឹមត្រូវទៅតាមកន្លងសិលធម៌ផងទៅតាមកន្លងប្រវេណីផងទៅតាមកន្លងច្បាប់ផងណាចឹងទៅតាមកន្លងច្បាប់របស់សង្គមផងអញ្ចឹងណាហើយពីព្រោះថាយើងរស់នៅដែលប្រសើរបានជួបគ្នានិយាយគ្នារកធ្វើប្រកបមុខរបរអីដែលបានទទួលទានតាមតូចធំបានតិចបានច្រើនទៅតាមបុណ្យបញ្ញាស្មារតីរបស់យើងនេះដោយសារយើងមានច្បាប់ណាបើយើងមិនមានច្បាប់ទេគឺថាយើងមិនអាចរស់នៅជាសុខបានទេអញ្ចឹងហ្នឹងហើយចឹងហើយការដែលយើងរស់នៅសប្តាហ៍ថ្ងៃនេះជាពលរដ្ឋមួយដែលរស់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋហើយរដ្ឋរបស់យើងនឹងគឺមានចំណាក់ខ្សាត់ជាប្រមុខរដ្ឋហើយមានការគ្រប់គ្រងទៅដោយនីតិ3អំណាចរបស់នីតិ3ដែលគ្រប់គ្រងយើងណាអំណាចនីតិបញ្ញត្តិអំណាចនីតិបប្រតិបត្តិនិងអំណាចតុលាការជាអ្នកគ្រប់គ្រងសង្គមប៉ុន្តែអំណាចកម្ពុជានោះគឺអំណាចប្រមុខរដ្ឋឬក៏ព្រះមហាក្សត្រដែលក្រោមក្របបន្ទាប់មកទៀតអំណាច3ដែលគ្រប់គ្រងយើងអំណាចនីតិបញ្ញត្តិអំណាចនីតិបប្រតិបត្តិនិងអំណាចតុលាការហើយដែលគ្រប់គ្រងរក្សាខ្ជាប់ខ្ជួនមើលខុសមើលត្រូវសពគ្រប់បែបយ៉ាងនេះគឺអំណាចនីតិបប្រតិបត្តិណាគឺថាអំណាចនីតិបប្រតិបត្តិហ្នឹងគឺគ្រប់គ្រងខ្លាំងជាងគេម៉ត់ចត់ប្រសើរមិនប្រសើរគឺនៅលើអំណាចនីតិបប្រតិបត្តិហ្នឹងហើយអំណាចពីរទៀតនោះគឺគ្រាន់តែជាអមជួយឧបការៈដើម្បីឲ្យអំណាចនីតិបប្រតិបត្តិហ្នឹងមានតម្លាភាពហើយគ្រប់គ្រងឲ្យបានល្អឲ្យបានប្រសើរហ្នឹងចឹងប៉ុន្តែបើទោះបីយ៉ាងណាក៏ដោយវាតាក់ទងទៅនឹងមារយាទរបស់ពលរដ្ឋនីមួយៗនោះទៅឲ្យមានមារយាទល្អដើម្បីមានមារយាទល្អហ្នឹងយើងត្រូវតែសិក្សារៀនសូត្រនៅក្នុងផ្លូវលោកក្តីផ្លូវធម៌ក្តីត្រូវតែរៀនត្រូវសិក្សាដើម្បីអប់រំជីវិតរបស់យើងនឹងឲ្យទៅជាអ្នកមានមារយាទល្អកាលណាមានមារយាទល្អជាពលរដ្ឋល្អហើយជាពលរដ្ឋល្អហ្នឹងជួយជាតិជួយសាសនាបានច្រើនណាស់ពីព្រោះថាប្រទេសដែលមានពលរដ្ឋដែលមានមារយាទល្អទេវាជួយឲ្យការគ្រប់គ្រងប្រទេសហ្នឹងមានសណ្ដាប់ធ្នាប់ល្អប្រសើរមានធនធានខ្ពស់អភិវឌ្ឍនៅសង្គមហ្នឹងទៅវារីកចម្រើនលូតលាស់លឿនឆាប់រហ័សបានជារឿងមារយាទហ្នឹងវាតាក់ទងទៅនឹងចរិយាការប្រព្រឹត្តណាចរិយាសាស្ត្រគឺការប្រព្រឹត្តល្អដោយកាយដោយវាចាដោយចិត្តហើយការប្រព្រឹត្តល្អដោយកាយដោយវាចាដោយចិត្តបានហ្នឹងគឺអាស្រ័យដោយការសិក្សានៅក្នុងសង្គមទាំងសង្គមសាសនាឬក៏សង្គមមនុស្សទូទៅសង្គមជាតិឬក៏សង្គមអន្តរជាតិទៅសិក្សាហើយត្រូវអនុវត្តអប់រំអាកប្បកិរិយារបស់ខ្លួននឹងឲ្យទៅជាមនុស្សដ៏ប្រសើរ
ពាក្យថាមនុស្សហ្នឹងជាមនុស្សដ៏ប្រសើរជាមនុស្សដែលមានមនសិការនៅក្នុងកិច្ចការងាររកធ្វើប្រកបទៅដោយសមាធិវៈត្រឹមត្រូវទៅតាមកម្លាំងបញ្ញាស្មារតីដែលចេះដឹងខ្ញុំប្រកាសណាខ្ញុំបាទបញ្យល់ពាក្យទាំង3នេះគឺដើម្បីបានជាប្រយោជន៍ក្នុងការអប់រំមនុស្សនិងការអប់រំសង្គមដើម្បីឲ្យដឹងថាអ្វីទៅខុសអ្វីទៅត្រូវអ្វីទៅដែលប្រសើរឲ្យបានคล้ายទៅជាពលរដ្ឋល្អនៅក្នុងសង្គមទោះបីជាបម្រើជាតិក៏ប្រសើរនៅក្នុងកិច្ចការងារបម្រើជាតិហើយបម្រើសាសនាក៏បានល្អប្រសើរក្នុងការបម្រើសាសនាសូមអរគុណសូមកាត់ថ្វាយបង្គំលាសូមគោរពលា